ចម្លងដោយ TurboScribe អេចូលទៅកាន់មិនស្មានថា32ពីអរនោះបានសូរ៉ាចំណែកដែលមានបញ្ហាការស្ដាប់មិនបានដល់ហើយវានឹងពេញភ្លាមវាមានកម្រិត95ទោះបីជាកម្រិត95ត្រូវបានសាកពេញប៉ុន្តែបរោះនោះគ្មានជាអកុសលខ្ញុំគ្មានជំរឿអ្វីក្រៅពីបរោះចំណាស់ដឹងថាគាត់បានធ្វើអ្វីខុសនាងមើលទៅហាក់ដូចជាមានកំហុសហើយបានប្រគល់ឲ្យបរោះនោះបានបង្ហាញការសុំទោសដោយយកដបទឹករ៉ែមួយដបមនុស្សនោះបានយកវាដោយការមើលងាយយ៉ាងខ្លាំងគាត់បានបោះវាទៅជួរក្រោយប៉ុន្តែគាត់មិនដឹងទេរឿងសំខាន់គឺថាដបទឹកពីរដបនេះនឹងជួយសង្គ្រោះគាត់ជីវិតមួយបន្ទាប់មកបរោះនោះបានបន្តបើកបរយើងបានចេញដំណើរហើយមានអ្វីមួយនៅកៅអីខាងក្រៅជាអំណោយដែលគាត់បានយកមកឲ្យកូនស្រីរបស់គាត់មិនយូរប៉ុន្មានបរោះនោះបើកបរទៅកន្លែងសាងសង់ថ្មីនៅពីមុខផ្លូវរួមក្រំដីនៅពេលដែលយើងកំពុងបើកបរក្នុងផ្លូវរួមក្រំដីមិនយូរប៉ុន្មានភ្លើងសញ្ញាពីលើអាកាសក៏លេចចេញមកពន្លឺស្រាប់តែចាប់ផ្ដើមភ្លឹបភ្លែតស្ថានភាពភ្លាមនោះធ្វើឲ្យខ្ញុំភ័យខ្លាចបរោះបន្ទាប់មកគាត់ស្រាប់តែងាកមករកឃើញផ្លូវរួមក្រំដីនៅពីក្រោយពួកគេការដួលរលំមួយបានកាត់ឡើងហើយបរោះនោះបានតស៊ូគាត់បានជន់ហ្គាសដោយចង់ប្រញាប់ទៅមុខឲ្យបានលឿនផ្លូវរួមក្រំដីទៅតែមិននឹកស្មានដល់រងចាំរហូតដល់គាត់បើកក្បាលរបស់គាត់ដោយស្ងៀមស្ងាត់បានបង្ហាញថាទូរយន្តបានខូចរួចហើយគាត់ត្រូវបានចាក់ដោយដំបងដែកហើយបន្ទាប់មកគាត់ខ្ញុំចង់ដើរលេងបន្តិចប៉ុន្តែខ្ញុំមិននឹកស្មានថាប៉ុន្តែហេតុការណ៍មួយទៀតបានកើតឡើងនៅក្នុងផ្លូវរួមក្រំដីបន្ទាប់ពីគ្មានចលនានៅខាងលើទៀតទេបរិះនោះបានយកទូរស័ព្ទរបស់គាត់ចេញភ្លាមខ្លួនហើយរកជំនួយប៉ុន្តែនៅពេលនេះឧបករណ៍នេះមិនអាចទទួលសញ្ញាណាមួយបានទេគាត់គ្មានជំរឿអ្វីក្រៅពីកាន់ទូរស័ព្ទរបស់គាត់ទៅមកក្នុងឡានដោយព្យាយាមស្វែងរកសញ្ញាជាសំណាងល្អនៅក្នុងសម្បត្តិស្រទន់មួយត្រូវបានគេរកឃើញនៅខាងក្រោយបន្ទាប់មកបរិះនោះបានទូរស័ព្ទទៅសុំជំនួយនិងជំនួសកន្លែងរបស់អ្នកក្រុមពលរដ្ឋអគ្គិភ័យត្រូវបានជូនដំណឹងក្រោយពីទទួលបានសារនោះបុគ្គលិករូបនោះបានប្រាប់បរិះនោះថាអាចជួយសង្គ្រោះគាត់បានឆាប់នេះចេញមកដោយមានការធានាពីក្រុមពលរដ្ឋអគ្គិភ័យបរិះនោះមានអារម្មណ៍ធូរស្រាលយ៉ាងឆាប់រហ័សដោយមិនបានគិតអ្វីសោះខ្ញុំបានយកទឹកសាកទឹកកន្លះដបចូលហើយអត់ទេក្រុមពលរដ្ឋអគ្គិភ័យនឹងមកដល់ឆាប់នេះពេលមកដល់កន្លែងកើតហេតុប៉ុន្តែនៅចំពោះមុខខ្ញុំឈុតឆាកនោះធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលផ្លូវរួមក្រំដីនេះត្រូវបានបំផ្លាញដោយការរអិលបាក់ដីជំរាបភ្នំត្រូវបានបំផ្លាញទាំងស្រុងហើយនេះគឺជាព្រឹត្តិការណ៍ដ៏ព័ត៌មាននេះបានតាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយយ៉ាងឆាប់របស់ប្រទេសព័ត៌មានតាក់ទងនឹងបរិះផងដែរវាត្រូវបានលាតត្រដាងរងចាំបរិះនោះយកចេញទូរស័ព្ទរបស់ខ្ញុំបានទទួលសារជាច្រើនសារជាអក្សរទាំងនោះសុទ្ធតែមកពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗពួកគេទាំងអស់គ្នាចង់ក្លាយជាអ្នកដំបូងគេដែលទទួលបានព័ត៌មានផ្ដាច់មុខក្នុងពេលវេលាជាក់ស្ដែងក្រុមពលរដ្ឋអគ្គិភ័យបានឃើញអ្នកយកព័ត៌មានហើយមិនបានធ្វើដូច្នោះទេក្រោយពីឆក់យកទូរស័ព្ទរួចក៏បង្ខំចិត្តការហៅទូរស័ព្ទបានបញ្ចប់ដោយសារតែបរិះនោះថ្មទូរស័ព្ទអាចអស់នៅពេលណាក៏បានអស់កម្លាំងហើយពេលបរិះនោះបាត់ខ្លួនឱកាសនៃការជួយសង្គ្រោះនឹងកាន់តែខ្ពស់បានកាត់បន្ថយគួរឲ្យកត់សម្គាល់មកប្រធានក្រុមបានឲ្យបរិះនោះភ្លាមបរិះនោះបានទូរស័ព្ទទៅបរិះនោះហើយប្រាប់គាត់ថាប្រតិបត្តិការជួយសង្គ្រោះអាចចំណាយពេលច្រើនថ្ងៃលើកលែងតែខ្ញុំនឹងរាយការណ៍ទៅគាត់នៅពេលវេលាកំណត់ជារៀងរាល់ថ្ងៃខ្ញុំថាអ្នកមិនត្រូវបើកទូរស័ព្ទរបស់អ្នកទេលើពីនេះអាហារនិងទឹកត្រូវតែមានតុល្យភាពត្រឹមត្រូវយ៉ាងហោចណាស់ការបែងចែកមួយត្រូវតែរក្សាសប្តាហ៍នៅចំណុចនេះការរៀបចំត្រូវបានបញ្ចប់នៅនឹងកន្លែងការរៀបចំកំពុងដំណើរការហើយក្រុមជួយសង្គ្រោះបានចាប់ផ្ដើមហើយយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងផ្លូវរួមក្រំដីស្ថានភាពនេះខ្ញុំមិននឹកស្មានថាប្រព័ន្ធផ្សព្វផ្សាយបានដើរតាមហើយចេញទៅកម្មរវាងមនុស្សនិងម៉ាស៊ីនប៉ុន្តែយន្តហោះគ្មានឆ្នៃបានទៅចូលទៅក្នុងផ្លូវរួមក្រំដីព្រោះសញ្ញាបានបាត់ហើយពួកគេទាំងអស់គ្នាបានដួលនៅលើដីដោយគ្មានជំរឿផ្សេងទៀតក្រុមលោកចេញគ្មានជំរឿអ្វីក្រៅពីបើកបរជាមួយទៅក្នុងផ្លូវរួមក្រំដីដើម្បីស៊ើបអង្កេតគ្រាន់តែប្រធានក្រុមបានបោះជំហានទៅមុខដើម្បីស៊ើបអង្កេតពីវិធីសាស្ត្ររបស់គាត់សមាជិកក្រុមមនុស្សនោះបានផ្លុំស្នែងរបស់គាត់ដោយចៃដន្យពេលលើដូច្នោះភ្លាមបុគ្គលនោះក៏បានឲ្យក្រុមឆាងហៅមកហើយប្រាប់ថាទើបតែពេលនេះខ្ញុំបានឮសំឡេងឡានមួយសំឡេងស្នែងត្រូវបានប្រើដើម្បីបញ្ជាក់អត្តសញ្ញាណឆ្នៃពីពួកគេបណ្ណាសមាជិកក្រុមបន្ទាប់មកបន្តផ្លុំស្នែងប៉ុន្តែហេតុការណ៍មិននឹកស្មានដល់មួយទៀតបានកាត់ឡើងភ្លាមនោះដុំមួយបានធ្លាក់ពីខាងលើថ្មធំហើយបន្ទាប់មកផ្លូវរួមក្រំដីការដួលរំលឹកទី2បានកាត់ឡើងហើយប្រធានក្រុមបានប្រយ័ត្នយ៉ាងលឿនទៅជាថយក្រោយហើយចុចគាត់បានជន់ហ្គាសហើយបន្ទាប់មកពួកគេបានត្រឡប់មកពីរួមក្រំដីវិញដោយសុវត្ថិភាពជាសំណាងល្អគ្មាននរណាម្នាក់រងរបួសនៅក្នុងការបរិះនោះជាចាប់ហើយបច្ចុប្បន្នកំពុងរកមានសុវត្ថិភាពនិងមានសុខភាពល្អយ៉ាងណាក៏ដោយខ្ញុំបានរកឃើញខ្យល់ចេញចូលនៅពីលើក្បាលរបស់ខ្ញុំ